Hello ហើយក៏សួស្តីដល់ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតហើយក៏ជាភាគចុងក្រោយនៃរឿង Tokyo Revenger ផងដែរប៉ុន្តែមុននឹងចូលដល់សាច់រឿងនៃភាគបន្ទាប់ខ្ញុំសូមរំលឹកការពីសាច់រឿងមុនបន្តិចសិនណាហើយសាច់រឿងចុងក្រោយរបស់ Takemichi នេះយើងដឹងរួចមកហើយថា Takemichi គឺបានព្យាយាមកម្ចាត់នៅបណ្ដាសារបស់ Mikey ហើយកំឡុងពេលនេះ Mikey និង Takemichi គឺបានកម្ចាត់នៅបណ្ដាសាឲ្យវារលត់បាត់ឈឹងហើយដែលធ្វើឲ្យ Mikey ពីមុនខ្លាចជាមនុស្សអាក្រក់នឹងប្រែខ្លាចជាមនុស្សល្អវិញហើយនៅពេលដែលពួកគេទាំងពីរនាក់បានធ្វើដំណើរការឆ្លងពេលវេលាមកនៅអតីតកាលវិញ Takemichi និង Mikey នឹងគឺបានកែប្រែក្រុមធំម៉ានរបស់ពួកគេនឹងឲ្យខ្លាចជាក្រុមដ៏ល្អចឹងហើយអ្នកដែលដឹកនាំនឹងគឺ Mikey ជាមួយនឹង Takemichi ផ្ទាល់តែម្ដងព្រោះគោលដៅរបស់ក្រុមធំម៉ាននេះតែងតែមិនបោះបង់ការមើលឃើញនៅអំពើល្អទេហើយពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តរួមគ្នាចាប់ផ្ដើមពីចំណុចនេះមិនថាពួកគេនឹងគឺរត់ដល់ចំណុចណាទេហើយពួកគេគឺបានយល់ស្របជាមួយគ្នាថាអតីតកាលច្បាស់ណាស់នឹងវានឹងត្រឡប់មកវិញចាក់ជាមិនខានទេចឹងហើយ Mikey គឺមិនព្រួយបារម្ភឡើយព្រោះ Mikey នឹងគឺបានទទួលអំណាចនៃធម៌ពលពេលវេលានេះពី Takemichi រួចមកហើយបន្ទាប់មក Mikey និង Takemichi គឺបានបង្កើតក្រុមធំម៉ានសាជាថ្មីដែលគោលបំណងរបស់ពួកគេនឹងគឺដើម្បីជួសជុល timeline នាពេលអនាគតហើយពួកគេគឺចង់ជួយសង្គ្រោះអ្នកគ្រប់គ្នាដែលបានស្លាប់នៅក្នុងពេលវេលាមុនបន្ទាប់ពីនេះយើងក៏បានឃើញសមាជិកស្ថាបនិកដើមរបស់ពួកគេសាជាថ្មីទាំង6រូបរួមបូកបញ្ចូលជាមួយនឹង Takemichi ម្នាក់ទៀតទាំងអស់ហ្នឹងគឺ7នាក់ហើយដោយចំនួនទាំងនេះហ្នឹងគឺមិនគ្រប់គ្រាន់ទេ Takemichi ហ្នឹងគឺបានបូកបញ្ចូលមិត្តភក្តិថ្មីរបស់គាត់ដែលត្រូវជា Ape Kizuki ម្នាក់ទៀតពីព្រោះនៅក្នុងបន្ទាត់ពេលវេលាមួយនេះ Takemichi គឺបានជួបជាមួយនឹង Ape Kizuki ហើយដើម្បីអាចជួយសង្គ្រោះ Ape Kizuki ពីភាពឯការបស់គាត់បាន Takemichi គឺបានសន្យាជាមួយនឹង Kizuki ថានឹងផ្ដល់តំណែងមួយនៅក្នុងក្រុមធំម៉ាន់ឲ្យ Kizuki អញ្ចឹងព្រោះវាគឺជាហេតុផលដែល Kizuki មិនអាចខ្លាចជាមនុស្សអាក្រក់នៅក្នុងបន្ទាត់ពេលវេលានេះបានទេដោយធ្វើរឿងទាំងអស់នេះ Takemichi ដូចជាបានជួយសង្គ្រោះ Ape Kizuki បន្ទាប់ពីការស្លាប់ដ៏សោកនាដកម្មរបស់ Kizuki អញ្ចឹងពេលដែល Kizuki ធ្វើឡានបុកណាបន្ទាប់មក Takemichi ក៏បន្តនិយាយថាគាត់គឺបានប្រយុទ្ធគ្នាក្នុងវ័យកុមារភាពជាមួយនឹង Ape Kizuki ហ្នឹងហើយពួកគេនឹងគឺបានក្លាយជាមិត្តភក្តិនៅក្នុងពេលវេលានោះតែម្ដងណាបន្ទាប់ពីហ្នឹង Takemichi ក៏បានអញ្ជើញ Kizuki ឲ្យចូលរួមជាមួយនឹងក្រុមរបស់ពួកគេហ្មងទៅចំណែកឯ Mikey វិញគឺដូចគ្នាគាត់គឺបានជ្រើសរើស Sansu ឲ្យក្លាយជាសមាជិកចុងក្រោយរបស់ក្រុម Tokyo Manji Gang ព្រោះក្នុងបន្ទាត់ពេលវេលាមួយនេះយើងបានឃើញក្រុម Thoman របស់ពួកគេហ្នឹងគឺបានបង្កើតឡើងដោយក្រុមចំនួនបរិសុទ្ធ9នាក់ក្នុងនោះគឺមាន Mikey, Draken, Pachi, Kazutora និង Mitsuya, Takemichi, Kizuki, Peichian និង Ape Sansu ព្រោះឥឡូវនេះ Takemichi និង Mikey កំពុងតែជួសជុលបន្ទាត់ពេលវេលាមួយនេះអញ្ចឹងណាមិនថែមតែប៉ុណ្្នឹងទេពួកគេទាំងពីរនាក់គឺបានជួយសង្គ្រោះតួអង្គជាច្រើននាក់ដែលបានស្លាប់នៅក្នុងបន្ទាត់ពេលវេលាមុនផងដែរឧទាហរណ៍ជាក់ស្ដែងដូចជាជួយសង្គ្រោះទៅលើ Pachi, Ima, Kazutora និង Shinichiro ក្នុងនោះពួកគេក៏អាចជួយសង្គ្រោះបងប្អូនមកកើត Shiba រួមជាមួយនឹង Koko និង Enobi ផងដែរពីព្រោះ Takemichi គឺបានដឹងរួចមុនមកហើយកាលពេលវេលាមុនហ្នឹងពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់ Shiba Hakai ហ្នឹងហើយជាមួយនឹងគ្រួសាររបស់ Enobi និង Koko ផងដែរកំឡុងពេលហ្នឹង Takemichi ក៏បានជួយសង្គ្រោះ Akane ពីភ្លើងឆេះផ្ទះរបស់គាត់ហើយ Takemichi ហ្នឹងក៏បានជួយសង្គ្រោះ Koko, Enobi ពីការភ្លើងឆេះនោះផងដែរ Takemichi បានដឹងមុនមកហើយថានឹងមានសោកនាដកម្មទាំងអស់នេះព្រោះវាបានជាអត្តពលយ៉ាងអាក្រក់ចំពោះជីវិតរបស់ពួកគេណាចាប់តាំងពីថ្ងៃនោះមក Koko គឺបានឈួតហើយនឹងខំប្រឹងរលួយដើម្បីជួយសង្គ្រោះ Akane ចាប់តាំងពីថ្ងៃដែល Takemichi គឺបានជួយសង្គ្រោះទៅនំគ្រួសាររបស់ Enobi រួច Koko នឹងក៏បានទទួលគោរពស្រឡាញ់យ៉ាងខ្លាំងចំពោះ Hanagaki Takemichi ខ្លាំងមែនទែនហើយមិនមែនមានតែតួអង្គប៉ុណ្ណឹងទេគឺយើងរាប់បញ្ចូលដូចជាតួអង្គ Izana កាកូឈូរួមនឹងដៃគូរបស់ Sansu ដែលត្រូវ Sansu នឹងគឺកាប់សម្លាប់នៅក្នុងបន្ទាត់ពេលវេលាមុនដែលត្រូវជា Ape Mocho ហើយនៅក្នុងនោះក៏មាន Ape Terano ដែលត្រូវជាមេក្រុមរបស់ Rokohara Tandai នឹងផងដែរតែត្រូវ Mikey វាយស្លាប់ឥឡូវគាត់ក៏រស់រានមានជីវិតឡើងវិញអញ្ចឹងបន្តក្រុមមកទៀតដែលក្រុមធំម៉ានរបស់ពួកគេនឹងគឺបានកោះអង្គប្រជុំដែលមានក្រុមចំនួនមនុស្សជាច្រើននាក់ក្នុងនោះ Mikey គឺជាប្រធានក្រុមហើយ Takemichi ក៏បានក្លាយជាប្រធាននៃទ្រឹស្ដីចំណែក Draken គឺបានក្លាយជាអនុប្រធានបន្ទាប់ពី Mikey ចំណែកឯ Kizuki វិញក៏បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមធំម៉ានរបស់ពួកគេហើយក្នុងនោះក៏យើងឃើញអបិហាន់ម៉ាផងដែរដែលគាត់នៅតែដើរតាម Kizuki អញ្ចឹងតែធ្វើការនៅក្រោមអាវ៉ារបស់ Kizuki ដូចដើមនៅក្នុងពេលវេលាមុនអញ្ចឹងប៉ុន្តែពួកគេគឺជាមនុស្សល្អឯនៅក្នុងពេលវេលាមួយនេះរីឯ Pachi វិញគឺបានក្លាយជាប្រធានក្រុមឆ្នាំទី1ហើយកូនក្រុមរបស់គាត់ហ្នឹងគឺជា CVU បន្ទាប់ពី Pachi ដែលត្រូវជាអនុរងបន្ទាប់មកប្រធានក្រុមទី2គឺ Ape Mitsuya ហើយ Hakai ហ្នឹងគឺក្លាយជាអនុរងបន្ទាប់ពីគាត់បន្ទាប់ទៀតកងពលធំទី3ហ្នឹងគឺត្រូវបានដឹកនាំដោយ Ape Pachin ហើយអនុរងរបស់គាត់នេះគឺជា Peijian នឹងឯងបន្ទាប់មកទៀត Ape Kazutora គឺបានក្លាយជាប្រធានក្រុមឆ្នាំទី4នៃក្រុម Tokyo Manji Gang តែតើត្រង់ថាក្រុមរបស់គាត់ហ្នឹងគឺអត់មានអនុរងឡើយពេលហ្នឹងប្រហែល Kazutora អត់ទាន់បានរកឃើញអនុរងរបស់គាត់ហ៎
បន្តមកទៀតគឺសានស៊ូហារូជីយ៉ូគឺបានក្លាយជាប្រធានក្រុមឆ្នាំទី5ហើយប្អូនស្រីរបស់គាត់គឺជាសាន់ជូនឹងគឺជាជំនួយការផ្ទាល់ខ្លួនរបស់គាត់តែម្ដងផ្នែកទី6របស់ថូម៉ាន់នឹងគឺបានរកឃើញបន្ទាប់ពី Mikey ក៏បានយកឈ្នះ Smiley ហើយនិង Angry ហើយពួកគេក៏បានដឹកនាំនៃកងពលទី6ដែលក្នុងការកំណត់របស់ Mikey ណាហើយយើងក៏និទានទៅវគ្គបន្តបន្ទាប់ទៀតដែលពេលវេលាមុនហ្នឹងយើងដឹងរួចមកហើយនៃអាទិទេពទាំង3ដែលមាន Senju, Mikey និង Apeterno ប៉ុន្តែនៅក្នុងបន្ទាត់ពេលវេលានេះគឺបានផ្លាស់ប្ដូរសម័យកាលអាទិទេពទាំង3គឺមានតែ Mikey, Taiju និង Apeisana វិញម្ដងដែលមេដឹកនាំទាំង3គឺបានណាត់ជួបគ្នានៅតំបន់ស៊ីវីយ៉ាក្នុងការពិភាក្សាជាមួយនឹងគ្នាហើយពួកគេកំពុងតែពិភាក្សាអំពីលក្ខខណ្ឌនៃសមរភូមិចុងក្រោយរបស់ពួកគេបន្ទាប់មកក្រុមទាំង3ក៏បានណាត់គ្នាដើម្បីប្រយុទ្ធគ្នាដែលទីតាំងរបស់ពួកគេនឹងគឺស្ថិតនៅក្នុងចំណតឡានក្រោមដីក្នុងគ្រានោះដែរគេសាគីក៏បានបញ្យល់លក្ខខណ្ឌនៃការប្រយុទ្ធនេះដែលក្រុមទាំង3នឹងឲ្យបានយល់ចឹងហើយគាត់ក៏បានបញ្យល់ថាក្នុងការប្រយុទ្ធមួយនេះដែរគឺมันមានឲ្យនរណាម្នាក់នឹងគឺប្រើអាវុធទេហើយក្រុមដែលឈ្នះនឹងអាចស្រូបយកនៅក្រុមក្មេងតំណែងផ្សេងៗទាំងអស់ដែលស្ដាប់ក្រោមបង្គាប់ពួកគេចឹងក្រោយពីបានស្ដាប់លក្ខខណ្ឌរបស់គេសាគីរួចអ៊ីសាណានិងថៃជូទាំងពីរនាក់នេះក៏បានយល់ស្របនៅក្នុងសមរភូមិចុងក្រោយរបស់ពួកគេហើយពួកគេក៏បានសម្រេចចិត្តគ្រប់យ៉ាងមិនមានចំទាស់អ្វីឡើយខំមកទៀត Mikey ក៏បានប្រាប់ទៅថៃជូហើយនិងអ៊ីសាណាថាក្រុមចុងក្រោយដែលអាចឈរជើងបានហើយដែលជាក្រុមដែលខ្លាំងជាងគេនៅក្នុងប្រទេសជប៉ុននេះគឺជាក្រុមរបស់គាត់ហើយមើលទៅគឺជាក្រុម Tokyo Manchi Gang ដែលគាត់បញ្ជាក់ឲ្យអ្នកគ្រប់គ្នាអញ្ចឹងចុះបើ Mikey គាត់ដឹងមុនហ្នឹងហើយបន្ទាប់ទៀតក្រោយពីពិភាក្សាចប់ថៃជូក៏បានទៅជួបអបិមីសាយ៉ាដែលគាត់នឹងបានថ្លែងអំណរគុណអំពីមីសាយ៉ារឿងទំនាស់គ្រួសារស៊ីបាកន្លងមកពីព្រោះមីសាយ៉ាក៏បានរួមចំណែកដោះស្រាយរឿងគ្រួសាររបស់ពួកគេដែរចាចំណែកឯកូកូនិងអ៊ីណូពីវិញគឺនៅតែចាំថ្ងៃដែលថាកេមីឈីក៏បានជួយពួកគេនិងជួយសង្គ្រោះអាកាណេដែលត្រូវជាបងស្រីរបស់អ៊ីណូពីហើយវាហាក់បីដូចជារឿងដ៏ល្អមួយសម្រាប់ខ្សែបន្ទាត់ពេលវេលានេះចឹងតែថាកេមីឈីនឹងក៏បានជួយចូលនៅបន្ទាត់ពេលវេលាមុននឹងឲ្យខ្លាចជារឿងដ៏ល្អវិញបន្ទាប់ពីនឹងទៀតថាគីមីឈីពេលដែលត្រឡប់មកពីការប្រជុំវិញគាត់ក៏បានដើរជាមួយនឹងអាប៉េគីសាគីដែរហើយគីសាគីនឹងគឺបានគិតតែម្នាក់ឯងថាមានតែមនុស្សឈ្មោះនៅក្នុងក្រុមធំម៉ានទេដែលរៀបចំសម្រាប់សមរភូមិនៅខាងមុខនេះតើមកបួលគេវាយគ្នាចឹងតែដូចត្នេពេកចឹងពីព្រោះគាត់អត់ដឹងពីគោលបំណងរបស់ថាគីមីឈីនិងម៉ៃគីដែលមានកម្រងអីទៀតហើយភាសាគីសាគីអត់ដឹងរឿងបានប្រហែលថ្ងៃក្រោយមក Mikey ក៏បានប្រមូលផ្ដុំនៅក្រុម Tokyo Manchi Gang របស់ពួកគេដើម្បីដល់សេចក្តីប្រកាសមួយហើយយើងអាចមើលឃើញថា Mikey កំពុងតែឈរនៅជិត Takemichi ហើយពេលវេលានៃការប្រយុទ្ធចុងក្រោយរបស់ពួកគេគឺបានមកដល់ហើយតែគាត់បានប្រាប់កូនចៅគាត់ថាតិចទៀតយើងនឹងមានការប្រយុទ្ធដ៏ធំមួយចឹងហើយពីពួកគេនឹងបានបំបែកក្រុមរួចយើងក៏បានឃើញ CPU និង Pachi កំពុងតែដើរមួយគ្នាណាហើយ CPU នឹងកំពុងតែប្រាប់ Pachi ថាគាត់នឹងគឺមាន Kasutra និង Pachi គឺជាខ្នងបង្អែកដែលជាខ្នងបង្អែករបស់គាត់នៅក្នុងសមរភូមិខាងមុខនេះដូច្នេះគាត់មិនមានអារម្មណ៍នឹងភ័យខ្លាចទេក្នុងការប្រយុទ្ធណាហើយមានមោទនភាពនិងសប្បាយរីករាយក្នុងការប្រយុទ្ធមួយនេះដែរតែតាមអ្វីដែល CPU ចង់បាន Pachi ក៏បានបញ្យល់ថាកុំបារម្ភអីអាណប់យើងទាំង3នាក់ហ្នឹងគឺមិនអីទេហើយ Kasutra គាត់ក៏សុំចូលរួមម្នាក់ដែរដែលសុំចូលរួមនិយាយមួយគេលេងចឹងគាត់បាននិយាយថាការវាយគ្នានឹងគ្រាន់តែជាទិសដៅនៅក្នុងភាពអង្អែលរបស់យើងម្នាក់ៗទេក៏ប៉ុន្តែកម្លាំងពិតរបស់យើងគឺចេញពីក្នុងចិត្តដែរអញ្ចឹងសូមឯងកុំបារម្ភអីឲ្យតែយើងមានចិត្តក្នុងការតស៊ូគឺតើណាគឺឈ្នះសត្រូវហ្នឹងហើយពីព្រោះថា Kasutra ហ្នឹងក៏បានចូលរួមក្រុមតាំងពីគាត់នៅឆ្នាំ2004មកម្លេះចឹងគាត់ដឹងកុំបារម្ភអីណាក្មេងតូចបន្ទាប់ពីនិយាយប្រាប់អបិជីវយុនឹងរួចជីវយុនឹងក៏បានរៀងធូរស្បើយបន្តិចពីព្រោះគាត់គឺមិនដែលមានការប្រយុទ្ធដ៏ធំបែបនេះពីមុនមកទេរួចមកយើងក៏បានបង្ហាញឃើញអបិ Kasutra កំពុងតែបង្ហាញនៅរូបថតនៃសមាជិកស្ថាបនិកធំម៉ានរបស់ពួកគេដែលឲ្យ CPU មើលណាហើយពេលហ្នឹង CPU ក៏មើលដល់សេចក្តីរីករាយហើយនៅក្នុងនាមជាសមាជិកដំបូងម្នាក់នៃធំម៉ាន Kasutra ក៏បានអួត CPU ដែលអួត CPU ថាគាត់គឺជាសមាជិកដ៏ធំម្នាក់នៅក្នុងរូបនេះផងដែរហើយ Kasutra ហ្នឹងក៏បានបន្តអួតប្រាប់ទៅ CPU ថាការក្រុមរបស់ពួកគេនៅបង្កើតដំបូងឡើយហ្នឹងមើលទៅគឺលយខ្លាំងណាស់ជាពិសេសឲ្យតែមាន Mikey គឺជាអ្នកដឹកនាំក្រុមដឹងតែដល់ទីណាគឺវាយមិនដែលចាញ់គេទេគឺមានកម្លាំងចិត្តហ្មងហើយយើងកាត់មកឃើញនៃទីតាំងកន្លែងនេះវិញដែលទីតាំងហ្នឹងគឺយើងបានឃើញនៅក្នុងសមរភូមិចុងក្រោយហើយយើងក៏បានឃើញសមាជិកទាំង3ក្រុមហ្នឹងក៏បានមកដល់ហើយក្រុមក្មេងតំណែងទាំង3ហ្នឹងក៏បានប្រជុំមកដាក់គ្នាហើយនៅពេលនេះហើយក្នុងនោះយើងក៏បានឃើញ Mikey កំពុងតែដឹកនាំនៃកងពលធំៗទាំង6នាក់ដែលជាក្រុមរបស់ Tokyo Manchi Gang ណាដែលក្រុមនីមួយៗហ្នឹងគឺបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ក្នុងការប្រយុទ្ធមួយនេះក្នុងចន្លោះនោះយើងក៏បានឃើញពួកគេនឹងកំពុងតែសម្លឹងមើលគូប្រយុទ្ធរបស់ពួកគេនឹងរៀងៗខ្លួនដែលមិនចំណាយពេលយូរឡើយហើយក្រុមក្មេងតំណែងទាំងអស់ក៏បានចាប់ផ្ដើមរត់ទៅក្នុងសមរភូមិភ្លាមៗហើយយើងក៏បានឃើញសមរភូមិចុងក្រោយនេះគឺចាប់ផ្ដើមប្រយុទ្ធនៅក្នុង timeline មួយនេះមិនយូរមិនឆាប់នៅក្នុងចលនាមួយនេះគឺមានអ្នកឈ្នះក៏មានអ្នកចាញ់ហើយ
ដែលជាជំនះហ្នឹងគឺទទួលបានក្នុងពេលវេលាមួយនេះគឺជាក្រុម Tokyo Manji Gang ដែលជាក្រុមរបស់ Mikey ណាហើយ Mikey គឺបានទទួលជាជំនះក្នុងការដណ្ដើមយកលេខ1ប្រចាំប្រទេសទាំងមូលត្រង់ចំណុចនេះដែរក្រុមរបស់ Mikey ក៏បានសរុបបញ្ចូលគ្នាជាមួយក្រុមពួក gang ដទៃហ្នឹងគឺចូលជាមួយនឹងក្រុមតែមួយតែម្ដងពីព្រោះថាមូលហេតុដោយសារតែក្រុមរបស់ Mikey ហ្នឹងគឺខ្លាំងបំផុតនៅក្នុងសម័យនោះបន្តមកទៀតយើងកាន់មកឃើញ Mikey និង Takemichi ទាំងពីរនាក់កំពុងតែឈរយំនៅចុងបញ្ចប់នៃដំណើរជីវិតរបស់ពួកគេដែលបានជួយសង្គ្រោះមនុស្សគ្រប់គ្នាពីការស្លាប់បន្ទាប់ពីបណ្ដាសារបស់ Mikey ខំមកទៀតបន្ទាប់ពីបញ្ចប់នៅជន្លោះរវាងអាទិទេពទាំង3នៅសម័យកាលនោះសមាជិកនៃនាគខ្មៅហ្នឹងដែលជាអបិថៃជួក៏បានក្លាយជាប្រធានក្រុមទី7នៅក្នុងក្រុម Tokyo Manji ហើយកូកូនិងអាណាពីទាំងពីរនាក់ហ្នឹងក៏បានក្លាយជាសមាជិកនៃកងពលទី7ដែរហើយក្រុមរបស់ពួកគេគឺមិនមានអនុប្រធានសម្រាប់ផ្នែកមួយនេះទេចំណែកឯកូរ៉ូកាវ៉ាអេសាណាគឺបានក្លាយជាអ្នកដឹកនាំកម្ពុជាទី8ហើយការកញ្ជូគឺបានក្លាយជាអនុប្រធានក្រុមរបស់គាត់ចំណែកឯសមាជិកនៃ Tenjiko ខ្លាំងៗដទៃទៀតគឺបានក្លាយជាកងពលទី8របស់អេសាណានឹងផងដែរអស់ពេលមួយរយៈក្រោយមក Mikey គឺបានប្រមូលផ្ដុំមនុស្សក្រុមរបស់ពួកគេនឹងគឺប្រជុំគ្នាសាជាថ្មីរួចមក Mikey ក៏បានធ្វើការសម្រេចចិត្តបំបែកក្រុមរបស់ Tokyo Manji Gang របស់ពួកគេចោលហើយយើងក៏បានឃើញមេដឹកនាំទាំង3របស់ក្រុម Tokyo Manji Gang នឹងដូចជាមាន Takemichi Mikey និង Petra Khan គឺត្រូវបានយំនៅក្នុងអំឡុងពេលនឹងដែរដែលពួកគេនឹងសោកស្ដាយក្រុមរបស់ពួកគេដែរអញ្ចឹងណាតែធ្វើម៉េចនេះគឺជាការសម្រេចចិត្តរបស់ Mikey ហើយនៅកំឡុងពេលដែលក្នុងកម្មវិធីត្រូវបានរំសាយដែលមេដឹកនាំក្រុមរបស់គេដែលត្រូវជា Manjiro ហ្នឹងគឺត្រូវបានកូនចៅរបស់ពួកគេគឺបានដាក់រហស្សនាមឲ្យថា Mikey គឺមិនអាចយកឈ្នះបានដែលរហស្សនាមរបស់ Mikey គឺបែបនេះគឺតួអង្គរបស់ Mikey គឺខ្លាំងបំផុតនៅក្នុងទីក្រុង Tokyo នេះហើយពិភពលោកដែល Mikey ក៏បានចាប់ផ្ដើមតាំងពីរឿងរបស់គាត់ហ្នឹងគឺចេញក្បាលដំបូងម្ល៉េះ Mikey គឺបានបង្កើតយុគសម័យថ្មីរបស់គាត់សម្រាប់ជនទុច្ចរិតដែលត្រូវជាក្មេងទំនើងណាហើយ Mikey ក៏បានដឹកនាំក្មេងទំនើងទាំងអស់ហ្នឹងដែលជាពេលវេលាមុនហ្នឹងឲ្យពួកទាំងអស់គ្នាហ្នឹងគឺបានដើរលើផ្លូវខុសប៉ុន្តែបន្ទាប់ពីខ្លាចជាអ្នកបន្តវេនឆ្លងពេលវេលាពី Takemichi Mikey ក៏បានបំពេញក្តីសម័យរបស់គាត់ក្នុងការបង្កើតយុគសម័យថ្មីនៃជនទុច្ចរិតនៅក្នុងពេលវេលាចុងក្រោយរួមមកទៀត Mikey ក៏អាចជួយសង្គ្រោះសមាជិកគ្រួសាររបស់គាត់ទាំងអស់បានហើយគ្រួសារ Sano ហ្នឹងក៏បានរស់នៅយ៉ាងសុភមង្គលជាមួយនឹងគ្នាផងដែរដែលរស់នៅជាមួយនឹង Mikey ជារៀងរហូតណាហើយ Mikey ក៏ជាជនទុច្ចរិតដែលបានឈានមុខគេនឹងល្បីល្បាញយ៉ាងខ្លាំងនៅក្នុងពិភពរឿង Tokyo Revenger ហើយជាបុគ្គលដែលមានចិត្តសប្បុរសធម៌និងជំនាញភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់គាត់ត្រូវបានបង្ហាញឲ្យយើងដឹងថាក្នុងក្រុមអង្គរបស់គាត់នឹងគឺមានទំនុកចិត្តព្រោះការប្រយុទ្ធរត់ដង Mikey គឺជាអ្នកដែលមានថាមពលខ្លាំងហើយគាត់ក៏អាចយកឈ្នះនៅគូប្រយុទ្ធរបស់គាត់បានដោយយ៉ាងងាយអញ្ចឹងហើយគ្រាន់តែទាត់មួយជើងតែប៉ុណ្ណោះ Mikey គឺអាចឲ្យគូប្រជែងរបស់គាត់នឹងគឺដួលបាននិយាយទៅគាត់គឺជាមនុស្សប៉កែវាតប់តាំងពីក្មេងមកម្ល៉េះសូម្បីតែអ្នកក្រុមអង្គរបស់ Mikey គឺបាននិយាយថាកម្លាំងរបស់ Mikey នឹងគឺអស្ចារ្យហើយដល់រ៉ាប់ណាពួកគេត្រូវបានដឹកនាំដោយ Mikey សមាជិកធំម៉ាននឹងគឺមានអារម្មណ៍ថាពួកគេនឹងអាចយកឈ្នះរាល់សមរភូមិគ្រប់ពេលពីព្រោះ Mikey គឺអាចយកឈ្នះនឹងបិសាចដូចជាថៃជូជាមួយនឹងអបិអេសាណាបានផងដែរពីព្រោះ Mikey គឺបានប្រយុទ្ធជាមួយនឹងអេសាណាកាលពីកុមារភាពហើយកំឡុងពេលដែលកុមារភាពរបស់គាត់ហ្នឹងគាត់គឺបានបបួលអេសាណាសារកម្លាំងគ្នាដើម្បីឲ្យដឹងថាណាឈ្នះណាចាញ់អញ្ចឹងណាហើយគាត់ក៏ដើម្បីបង្ហាញប្រាប់អេសាណាថា Shinichiro ពិតជាមិនមែនជាបងប្រុសពិតរបស់អេសាណានឹងឡើយហើយបន្ទាប់មកយើងក៏បានឃើញអេសាណាគឺមានការខកចិត្តយ៉ាងខ្លាំងដោយការពិតដែល Shinichiro ហ្នឹងគឺមិនមែនបងប្រុសពិតរបស់គាត់ក៏ប៉ុន្តែ Mikey ក៏បានព្យាយាមបញ្យល់ថាទោះបីជា Shinichiro ហ្នឹងមិនមែនជាបងប្រុសពិតរបស់ពួកយើងក៏ដោយតែពួកយើងគឺអាចក្លាយជាបងប្អូនជាមួយនឹងគ្នាបានដែរតាហើយក្នុងការប្រយុទ្ធមួយនេះដែរគឺបញ្ចប់ដោយលទ្ធផលហ្នឹងគឺស្មើគ្នាដោយមិនមានអ្នកឈ្នះគឺមិនមានអ្នកចាញ់ឡើយហើយយើងមើលទៅពួកគេទាំងពីរនាក់ទាំងអេសាណានិង Mikey គឺបានកែប្រែទំនងរបស់ពួកគេចាប់តាំងពី Mikey គឺបានចាត់ទុកអេសាណាគឺជាបងប្រុសរបស់គាត់ម្នាក់ទៀតព្រោះពេលនេះ Mikey កំពុងតែចូលទៅជួយសង្គ្រោះអេសាណានៅក្នុងពេលវេលាដើមដែលបណ្ដាលឲ្យអេសាណាហ្នឹងគឺស្លាប់នៅក្នុងតំបន់Kantoអញ្ចឹងនៅពេលនេះ Mikey គឺបានធ្វើឲ្យអេសាណាហ្នឹងគឺលែងមានអារម្មណ៍ថាឯកាហើយនឹងលែងមានអារម្មណ៍ថាចំណែកជាមួយនឹង Mikey ទៀតហើយឥឡូវយើងមកដល់ចំពោះចុងក្រោយរបស់រឿង Tokyo Revenger ដែលជាចំណុចទីបញ្ចប់ណាហើយនេះគឺជាការកំណត់នៃពេលវេលាអនាគតដ៏ល្អបំផុតដែលយើងមិនធ្លាប់ឃើញពីមុនមកព្រោះថាតួអង្គទាំងអស់ហ្នឹងគឺបានរស់រានមានជីវិតនៅក្នុងបន្ទាត់ពេលវេលាមួយនេះហើយពួកគេគឺបានសម្រេចនូវគោលដៅរបស់ពួកគេរៀងៗខ្លួនតែម្ដងណាហើយនៅក្នុងចំពោះមួយនេះគឺគេបាននិយាយអំពីកម្មវិធីប្រារព្ធនៅក្នុងពិធីដ៏ធំមួយសម្រាប់ចុងបញ្ចប់នៃសាច់រឿងហើយតួអង្គនីមួយៗហ្នឹងគឺបានចូលរួមព្រឹត្តិការណ៍នេះជាមួយនឹងគ្នាមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនជាពិសេសគឺបានធ្វើការឆ្ពោះទៅរកការខិតខំប្រឹងប្រែងរបស់ Takemichi ដែលត្រូវបានបញ្ចប់នៅក្នុងត្រឹមវគ្គនេះហើយវាក៏ជារឿងដ៏អស្ចារ្យមួយសម្រាប់ខ្លួនរបស់គាត់ផងដែរហើយគាត់គឺអាចកែប្រែរឿងអនាគតនឹងជាច្រើនកន្លងមកព្រោះថាបន្ទាត់ពេលវេលានៅអនាគតយើងក៏ឃើញថា Mikey នឹងកំពុងតែរស់នៅយ៉ាងសុភមង្គល
ในក្នុងជីវិតយ៉ាងសុខសាន្តណាតែមនុស្សគ្រប់គ្នានឹងកំពុងតែរស់នៅក្នុងសុភមង្គលយ៉ាងសប្បាយខ្លាំងបំផុតនៅក្នុងពេលវេលាមួយនេះព្រោះយើងឃើញសមាជិករបស់ Mikey ទាំងអស់កំពុងតែមានសុភមង្គលយ៉ាងពេញមួយជីវិតទៅហើយព្រោះថា Mikey ឥឡូវគឺគាត់បានបំពេញក្តីស្រមៃរបស់គាត់នៅថ្ងៃអនាគតហ្នឹង Mikey គឺបានក្លាយជាអ្នកប្រណាំងម៉ូតូដ៏អាជីពតែក្នុងនាមជាអ្នកប្រណាំងម៉ូតូអាជីពណាគឺលយហ្មងដោយសារតែ Mikey គឺបានជ្រើសរើសការសម្រេចចិត្តមួយនេះគឺដោយសារតែកន្លងមកនេះ Mikey គឺតែងតែចូលចិត្តការជិះម៉ូតូខ្លាំងណាស់អញ្ចឹងនៅថ្ងៃអនាគតច្បាស់ណាស់ Mikey នឹងបងប្រាថ្នាក្លាយជាអ្នកជិះម៉ូតូមួយដ៏អស្ចារ្យនៅក្នុងប្រទេសជប៉ុនអញ្ចឹងហើយគាត់ក៏ជ្រើសរើសការប្រណាំងម៉ូតូយកជាអាជីពផ្ទាល់ខ្លួនតែម្ដងចំណែកឯដៃគូស្លាប់រស់របស់ Mikey វិញដែលត្រូវជាអាប៉ែត Draken គឺគាត់ស្ម័គ្រចិត្តធ្វើជាជាងជួសជុលម៉ូតូផ្ទាល់របស់ Mikey ហើយនៅអនាគតនេះផងដែរ Draken គឺពិតជាស្រឡាញ់ Mikey ខ្លាំងណាស់ដូចជានៅពេលវេលាមុនអញ្ចឹងMikey និង Draken គឺនៅតែជាដៃគូដ៏ល្អជាមួយគ្នាដដែលចំណែកអាប៉ែ Coco និងអាប៉ែ Kizuki វិញគឺពួកគេកំពុងតែធ្វើការជាមួយគ្នាតែទាំងពីរនាក់ហ្នឹងគឺបានក្លាយជាអ្នកជំនួយដ៏ជោគជ័យហើយមកដល់ពេលបច្ចុប្បន្ននេះពួកគេគឺជាអ្នកឧបត្ថម្ភដល់អាជីពម៉ូតូប្រណាំងរបស់ Mikey ដែលជាអ្នក sponsor ឲ្យ Mikey ដែរអញ្ចឹងណាប៉ុន្តែបន្ទាប់ឥឡូវនេះយើងដឹងថា Mikey កំពុងតែចាញ់ក្នុងការប្រកួតដ៏ធំមួយគឺដោយសារតែការបាត់បង់ដ៏ធំនេះហើយធ្វើឲ្យខាតមុខជំនួយរបស់ Coco និង Kizuki ទាំងពីរនាក់ហ្នឹងគឺខឹងជាមួយនឹង Mikey ខ្លាំងណាស់ដូច្នេះហើយមិនដឹងថាគួរទៅនិយាយជាមួយនឹង Mikey ហ្នឹងដោយរបៀបម៉េចទេទាំងពីរនាក់ហ្នឹងគឺកាំងយោបល់ជាមួយនឹង Mikey ខ្លាំងមែនតើហ្មងថា Mikey មិនចឹងមិនប៉ុណ្ណឹងចាញ់គេអញ្ចឹងណាបើវាយគ្នាឲ្យមិនជំនាញម្លេះហើយធ្វើឲ្យពួកគេហ្នឹងគឺមានទំនុកចិត្តជាមួយហ្មងតែឥឡូវមកធ្វើមកចាញ់ឯណាសាហ្មង Mikey បន្តទៅមុខទៀតយើងក៏បានឃើញ Ima និង Draken ដែលពួកគេទាំងពីរនាក់ហ្នឹងនៅអនាគតគឺបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយឥឡូវនេះ Ima ក៏មានផ្ទៃពោះផងដែរដូច្នេះគឺមានន័យថា Mikey ក៏បានចិត្តក្លាយជាពូរបស់គេហើយគាត់ក៏បានសម្រេចនៅសបិនរបស់គាត់ចង់ក្លាយជាពូរបស់គេដែរដែលចង់ក្លាយជាពូរបស់គេយូរយារណាស់មកហើយចឹងណាឥឡូវនេះគឺបានដោយបំណងរបស់ Mikey ហើយបន្ទាប់ពីហ្នឹងយើងក៏កាន់មកឃើញ Mikey កំពុងតែជួបជាមួយនឹង Takemichi ក្នុងថ្ងៃរៀបចំមង្គលការរបស់គាត់ Mikey ក៏បន្តនិយាយថាគាត់នឹងឯកាដោយគ្មាន Takemichi ទេព្រោះឥឡូវនេះ Takemichi រៀបការចោលគាត់ចឹងណាទុកឲ្យគាត់នៅកំព្រាឯកាតែឯងអញ្ចឹងគាត់អត់មានណាគេលេងមួយគ្នាដោយការពីអតីតកាលទៀតទេតែដូចនៅជាកុមារាដែលរត់ស្រាតជាមួយគ្នាអញ្ចឹងណាព្រោះឥឡូវនេះ Draken ក៏មានប្រពន្ធឥឡូវ Takemichi ដែលជាមិត្តល្អរបស់គាត់គឺមានប្រពន្ធទៀតចាប់ហើយ Mikey ឥឡូវនេះគឺនៅតែឯងហើយមើលទៅវគ្គបន្តទៀតដោយគេបាននិយាយថាតួអង្គទាំងពីរនេះគឺតាំងពីដើមរហូតដល់ចប់គឺតែងតែនៅជាមួយនឹងគ្នាហើយនៅពេលនេះដែរគឺវាត្រូវបានបញ្ចប់ដោយភាពសប្បាយរបស់ពួកគេទាំងអស់គ្នាហើយដែលជាហេតុផលធ្វើឲ្យ Mikey ហ្នឹងគឺមិនចង់ឲ្យមិត្តភាពរបស់ពួកគេដែលជាពេលវេលាសប្បាយមួយគ្នាកន្លងផុតទៅអញ្ចឹងណាឥឡូវយើងឈប់និយាយពី Mikey យើងមកនិយាយពីអ្នកដទៃផ្សេងទៀតឥឡូវយើងចូលមកដល់អាប៉ែអ៊ីសាណាវិញដែលគាត់ឥឡូវនេះគឺខ្លាចជាអង្គការមនុស្សធម៌ជួយកុមារកំព្រាឬក៏ជួយកុមារដែលមានភាពក្រីក្រនិងជាសប្បុរសជនដ៏ល្បីពីព្រោះថាអ៊ីសាណានៅក្នុងពេលវេលាមួយនេះគាត់គឺជាមនុស្សដែលមានចិត្តល្អខ្លាំងណាស់ហើយគាត់បានធ្វើការសម្រេចចិត្តលះបង់ខ្លួនរបស់គាត់នឹងដើម្បីជួយមនុស្សស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយក្នុងនោះក៏មានបងប្អូនដ៏ល្អ4នាក់របស់គាត់ផងដែរដែលជួយជ្រោមជ្រែងគាត់ពីក្រោយណាដែលអ្នកទាំង4ហ្នឹងមានដូចជាកាកូឈូមូឈីនិងអាប៉ែមូឈូនិងជាមួយនឹងអាប៉ែម៉ាដារ៉ាមេដែលទាំង4នាក់ហ្នឹងគឺបានជួយគ្រប់គ្រងអ៊ីសាណាពីខាងក្រោយចឹងចំណែកឯបងប្អូនរបស់ Haitani រ៉េនិងរ៉ាហ្នឹងក៏បានលេចមុខនៅក្នុងចម្ពោះនេះផងដែរតែពួកគេកំពុងតែបើកដំណើរការនៅក្នុងក្លឹបមួយកន្លែងនៅក្នុងទីក្រុងនេះដែលជាក្លឹបតន្ត្រីអញ្ចឹងពួកគេទាំងពីរនាក់គឺចូលចិត្តតន្ត្រីតាំងពីយូរណាស់មកហើយអញ្ចឹងពួកគេក៏បានសម្រេចចិត្តបើកក្លឹបកំសាន្តហ្មងទៅមួយវិញទៀតសម្រាប់គ្រួសារអាកាស៊ីក៏មកជួបជុំគ្នាក្នុងកម្មវិធីមង្គលការរបស់ Takemichi ដែរក្នុងនោះយើងក៏បានឃើញបងប្អូនរបស់ Sansu និង Senju ទាំងពីរនាក់ហ្នឹងគឺក្នុងថ្ងៃអនាគតគឺបានក្លាយជាតារារបស់ YouTube ដ៏ល្បីល្បាញនៅក្នុងសម័យកាលនោះផងដែរដែលទាំងពីរនាក់ហ្នឹងគឺកំពុងតែមានប្រជាប្រិយភាពខ្លាំងណាស់ហើយពួកគេកំពុងតែទទួលបានឋានៈក្លាយជាតារាល្បីពីព្រោះគ្រួសារមួយនេះគឺមានភាពល្បីល្បាញខ្លាំងនៅក្នុងបន្ទាត់ពេលវេលាមួយនេះហើយគ្រួសាររបស់គាត់ហ្នឹងកំពុងតែធ្វើការជាមួយគ្នាអញ្ចឹងហើយមេក្រុមរបស់ពួកគេហ្នឹងគឺចាត់ការទូទៅគឺជាអាប៉ែ Takayami ព្រោះបច្ចុប្បន្ននេះគាត់កំពុងតែធ្វើការជាអ្នកគ្រប់គ្រងរបស់ពួកគេហើយគាត់កំពុងតែគ្រប់គ្រងប្អូនស្រីនិងប្អូនប្រុសរបស់គាត់ផងដែររីឯមីសយ៉ាវិញក៏បានក្លាយជាអ្នករចនាម៉ូដឡើងវ័យក្មេងនិងជាអ្នកគ្រប់គ្រងទូទៅក្នុងវិស័យម៉ូដសម្លៀកបំពាក់នេះអញ្ចឹងចំណែកឯ Pachien និង Payet វិញពួកគេក៏បានបើកហាងរកស៊ីមួយកន្លែងដែលបញ្ចាំឬក៏ជាហាងរកស៊ីអចលនទ្រព្យអញ្ចឹងរីឯបងប្អូន Plus Smiley និង Angry ក៏ពួកគេគឺបានបើកអាហារដ្ឋានមួយកន្លែងដូចជាពេលវេលាមុនអញ្ចឹងគឺបើកហាងលក់មីតិចតួចហ្នឹងណាមីហិលចាប់អារម្មណ៍ចំពោះមិត្តទាំង4របស់ Takemichi គឺអាគុនគឺបានបើកហាងកាត់សក់ផ្ទាល់ខ្លួនរបស់គាត់ដូចជាអ្វីដែលគាត់នឹងបងទៅអនាគតអញ្ចឹងចំណែកឯម៉ាកាតូឥឡូវនេះគាត់ក៏បានក្លាយជាអាចារ្យនៃគ្រឹះសាសនាហើយគាត់នឹងក៏បានតអំណាចពីគ្រួសាររបស់គាត់ចំពោះម្នាក់ទៀតគឺអាប៉ែយ៉ាម៉ាកេស៊ីគាត់កំពុងតែធ្វើផ្នែកនៃមន្ត្រីរាជការតាមឪពុករបស់គាត់ដែលឪពុករបស់គាត់នឹងកំពុងរៀបចំឲ្យគាត់ធ្វើអញ្ចឹងហើយយើងនៅសល់មិត្តរបស់គាត់ម្នាក់ទៀតគឺអាប៉ែតាកូយ៉ាឥឡូវនេះគឺគាត់បានក្លាយជាគ្រូពេទ្យដែលមើលថែជំងឺទូទៅចឹងមើលទៅជីវិតរបស់ពួកគេទាំង4នាក់គឺមានអនាគតហ្មងដែលម្នាក់ហ្នឹងកាត់សក់ហើយម្នាក់ទៀតហ្នឹងកំពុងតែធ្វើពេទ្យហើយម្នាក់ផ្សេងទៀតកំពុងតែធ្វើមន្ត្រីរាជការហើយម្នាក់ទៀតក៏បានធ្វើអាចារ្យនិយាយទៅគឺលយមែនតើហ្មង
ឥឡូវយើងកាត់មកឃើញ Shinichiro វិញគាត់ហាក់បីដូចជាពេញចិត្តនៅក្នុងរបៀបដែលរស់នៅបច្ចុប្បន្នរបស់គាត់ខ្លាំងណាស់ Shinichiro វ៉ាកាសាហើយ Benkai និង Takeyomi នៅតែជាមិត្តល្អជាមួយនឹងគ្នាដដែលថាពួកគេទាំង4នាក់ហ្នឹងគឺបានរាប់អានគ្នាតាំងពីគីឡូនៅស្ទៀវម្លេះហើយបន្ទាប់មកយើងក៏ដឹងថា Shinichiro ឥឡូវនេះគាត់កំពុងតាមមានហាម៉ាតូផ្ទាល់ខ្លួនរបស់គាត់សម្រាប់ខ្លួនឯងមួយកន្លែងដែរក្នុងនោះរួមមាន Anopi ក៏ជាជំនួយការផ្ទាល់ខ្លួនរបស់គាត់នៅក្នុងកន្លែងធ្វើម៉ូតូដូចជាបុគ្គលិកធ្វើការឲ្យ Shinichiro អញ្ចឹងណាហើយវាពិតជាល្អណាស់ដែលឃើញតួអង្គទាំងពីរនេះគឺបានចូលរួមក្នុងកម្មវិធីរបស់ទូឯប្រុសរបស់យើងទោះបីជាពេលវេលាមុននេះប្លែកពីពេលវេលាផ្សេងក៏ដោយក៏មិត្តភាពរបស់ពួកគេទាំងពីរនាក់ហ្នឹងដែល Anopi ហ្នឹងគឺចង់ដើរតាម Shinichiro ដូចដើមអញ្ចឹងនិយាយទៅតាំងពីពេលវេលាមុនបន្ទាប់ពី Shinichiro បានស្លាប់ហើយពេល Anopi ហ្នឹងគឺគិតតែចង់បង្កើត Black Dragon ឲ្យរស់ឡើងវិញគាត់ចង់បានក្រុមនិងស្មារតីដែលរឹងមាំដូចជា Shinichiro កាលនៅរស់ចឹងហើយនៅពេលវេលាមុននេះ Anopi គឺនៅតែចង់ដើរតាមជាមួយនឹង Shinichiro ដូចដើមអញ្ចឹងចំណែកឯ Benkai និងអបិវ៉ាកាសាពួកគេកំពុងតែបើកកន្លែងហាត់ប្រាណនិងកន្លែងក្បាច់កូនរួមគ្នាអញ្ចឹងហើយតួអង្គ Terano វិញគាត់ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយនេះដែរដែលអនាគតហ្នឹងគាត់ក៏បានក្លាយខ្លួនជាអ្នកបដាអាជីពនិងគឺជាជើងឯកដ៏ល្អឥតខ្ចោះសម្រាប់គីឡូធ្ងន់ក្នុងអាជីពរបស់គាត់បន្តមកទៀតយើងក៏បានឃើញគ្រួសាររបស់ Shiba ដែលត្រូវបានបង្ហាញខ្លួនយ៉ាងល្អឥតខ្ចោះផងដែរហើយនៅក្នុងពេលវេលាមួយនេះតថាកាយហ្នឹងគឺបានក្លាយជាតារាម៉ូដអាជីពហើយបងស្រីរបស់គាត់ Yuzaha នាងក៏ក្លាយជាអ្នកគ្រប់គ្រងទៅលើតថាកាយចំណែកឯបងប្រុសបង្កើតរបស់ពួកគេទាំងពីរនាក់ដែលត្រូវជាអបិថៃជូហ្នឹងក៏មិនអន់ប្រមាណដែរព្រោះឥឡូវនេះគាត់ក៏មាន business ផ្ទាល់ខ្លួនរបស់គាត់គឺបើកភោជនីយដ្ឋានគ្រប់កន្លែងក្នុងទីក្រុង Tokyo នេះក្នុងនោះយើងក៏ឃើញការចូលរួមក្នុងកម្មវិធីមង្គលការរបស់នោះក៏មានវត្តមានរបស់ Hanma ផងដែរដែល Hanma ហ្នឹងក៏បានក្លាយជាអ្នកថតរូបអាជីពដែលជាថតរូបឯករាជ្យមួយរូបចឹងហើយយើងមើលគាត់ទៅនៅក្នុងកំឡុងពេលអាពាហ៍ពិពាហ៍របស់ Takemichi បុគ្គលិកលក្ខណៈរបស់ Hanma គឺខ្លាចជាមនុស្សល្អគឺខុសទាំងស្រុងមិនដូចជាពេលវេលាដំបូងទេដែល Hanma ហ្នឹងគឺជាមនុស្សអាក្រក់អញ្ចឹងហើយចូលមកអ្នកបន្តទៀតគឺជា Naoto ដែលត្រូវជាប្អូនថ្លៃរបស់ Takemichi ហើយយើងមើលមុខរបស់ Naoto នៅក្នុងបន្ទាត់ពេលវេលានេះមើលសឹងតែមិនស្គាល់ហើយដែលមានដុសប្រមាត់អីណាហើយបន្ទាត់ពេលវេលានេះដែរគាត់កំពុងតែធ្វើការជាអ្នកកាសែតសម្រាប់ទស្សនាវដ្តីដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុននេះចឹងហើយសម្រាប់ជីវិតរបស់គាត់ក៏រីកចម្រើនខ្លាំងណាស់ដែរព្រោះកន្លងមកយើងដឹងហើយថាពេលវេលាមុន Naoto ក៏បានក្លាយខ្លួនជាប៉ូលីសប៉ុន្តែនៅពេលវេលាថ្មីនេះគាត់បែរជាក្លាយជាអ្នកកាសែតទៅវិញចាំមិនថាអនាគតយើងមើលអត់ឃើញមែនពីមុនក្លាយជាមេគេឥឡូវយើងក្លាយជាកូនចៅគេវិញចឹងចំណែកឯ CPU នៅក្នុងពេលវេលាមួយនេះគាត់ក៏បានក្លាយជាម្ចាស់ហាងលក់សត្វចិញ្ចឹមណាជាមួយនឹងជីវិតនិងពេលវេលានេះផងដែរ CPU គឺបានសប្បាយរីករាយខ្លាំងណាស់ដែលមានបាជីនិងខាសុត្រាដែលកំពុងជ្រោមជ្រែងនៅលើគាត់ហើយអ្នកទាំងពីរគឺបានបើកហាងពេទ្យសត្វដើម្បីព្យាបាលសត្វចិញ្ចឹមដែលតួអង្គទាំង3នាក់ហ្នឹងក៏បានធ្វើការជាមួយនឹងគ្នាដែលពួកគេទាំង3នាក់ហ្នឹងគឺបានធ្វើការជាក្រុមហើយក៏ជាមិត្តរស់នៅក្នុងជីវិតដ៏សប្បាយរីករាយហ្មងគ្រប់យ៉ាងនៃសាច់រឿងរាល់ការចងចាំនៅពេលវេលាសំខាន់ៗពី timeline មុនដែលយើងបានកាត់ឡើងនៅក្នុងសាច់រឿងនេះហើយគ្រប់ពេលវេលានេះដែល Takemichi បានព្យាយាមជួយសង្គ្រោះមនុស្សជាទីស្រឡាញ់របស់គាត់មើលទៅទូឯងគឺបានព្យាយាមតស៊ូខ្លាំងមែនទែនដើម្បីជួយអ្នករាល់គ្នារស់រានមានជីវិតនៅថ្ងៃអនាគតយ៉ាងណាក៏ដោយឈុតឆាកបន្ទាប់គឺជាឈុតឆាកដ៏សំខាន់គឺកូនកំឡោះនិងកូនក្រមុំ Takemichi និង Hina នឹងក៏បានរៀបការជាមួយនឹងគ្នាយើងឃើញថា Takemichi កំពុងតែឈរក្បែរកូនក្រមុំ Hina យ៉ាងមានសុភមង្គលហើយពួកគេនឹងកំពុងតែសម្លឹងគ្នាទៅវិញទៅមកណាដែលធ្វើឲ្យអ្នកទស្សនានឹងសប្បាយចិត្តខ្លាំងណាស់ព្រោះថាគូស្នេហ៍មួយគូនេះគឺបានតស៊ូជាមួយគ្នានឹងតាំងពីរដូវកាលដំបូងមកម្ល៉េះហើយគូស្វាមីថ្មីថ្មោងរបស់ពួកគេនឹងគឺមានសុភមង្គលនៅក្នុងអនាគតមួយនេះផងដែរតែក្នុងពេលវេលានោះមនុស្សចាស់ដែលត្រូវជាអាចារ្យនៅក្នុងកម្មវិធីហ្នឹងក៏ចាប់ផ្ដើមសួរអំពីកូនម្លោះនិងកូនក្រមុំថាតើកូនកំឡោះហ្នឹងសុខចិត្តរៀបការជាមួយនឹងកូនក្រមុំដែរឬទេរួចមក Takemichi ក៏បានសួរត្រង់ទៅប្រពន្ធរបស់គាត់ដែលទៅជា Hina ហ្នឹងក្នុងគ្រានោះថាតើអូនព្រមខ្លាចជាកូនក្រមុំរបស់បងនៅថ្ងៃហ្នឹងអត់ចំពោះ Hina វិញនាងក៏បានយល់ព្រមភ្លាមបន្ទាប់មក Takemichi ក៏ចាប់ផ្ដើមថើប្រពន្ធរបស់គាត់តែម្ដងហើយមានអារម្មណ៍យ៉ាងពិសេសហ្មងណាហើយសួរមើលថាអ្នកមើលហ្នឹងមានគូដូចគេអត់មានគូដូចគេនៅចឹងធៀមខ្លួនណាអ្នកអត់លិតយ៉ាត់លើជាតិស្ករទាំងនេះហើយគឺជាពេលវេលាដ៏ស្រស់បំព្រងដើម្បីធ្វើជាសាក្សីនៃចំណងស្នេហ៍របស់ពួកគេព្រោះថាកម្មវិធីបន្ទាប់ហ្នឹងគឺជាកម្មវិធីដ៏ធំមួយសម្រាប់មង្គលការរបស់ពួកគេទាំងពីរនាក់ដែលមិត្តភ័ក្តិទាំងអស់គ្នាហ្នឹងគឺបានចូលរួមពិធីមង្គលការរបស់ Takemichi បន្ទាប់មកយើងក៏បានឃើញឈុតឆាកដ៏គួរឲ្យអស់សំណើចខ្លាំងណាស់ដែរពេលដែលអ្នកទាំងអស់គ្នាហ្នឹងក៏បានរត់មករក Takemichi ក្នុងនោះក៏មានអបិ CPU ដែលមានអារម្មណ៍រំភើបខ្លាំងជាងគេហ្មងឡើងយំខ្លាំងតែម្ដងណាព្រោះថា CPU គឺបានត្រេកអរចំពោះ Takemichi ដែលមានសុភមង្គលនៅក្នុងអនាគតមួយនេះអញ្ចឹងហើយតួអង្គទាំងអស់ហាក់ដូចជាសប្បាយចិត្តជាខ្លាំងហើយពួកគេនឹងកំពុងតែសប្បាយរីករាយខ្លាំងណាស់នៅពេលដែល Takemichi រៀបការបែបនេះពួកគេក៏បានអបអរ Takemichi និងបានរត់ទៅអបតួឯកប្រុសរបស់យើងទាំងអស់គ្នាតែម្ដង
ដឹងលើកនេះទូអាចប្រុសរបស់យើងបើមិនស្លាប់ក៏ពិការដែរហើយគ្នាពងតែស្វីតបាញ់មិញផងឥឡូវមកដាច់ភាកគេអស់លេងយ៉ាហ្មងគ្នាទូអាចប្រុសរបស់យើងឥឡូវយើងបន្តទៀតយើងចង់និយាយពីឈុតឆាកត្រង់កន្លែងហ្នឹងយើងក៏បាននឹកឃើញភាពអបអររបស់ពួកគេកាលពីពេលវេលាមុនដែលជាកម្មវិធីប្រពៃនៅក្នុងកម្មវិធីបុណ្យជាតិរបស់ពួកគេហើយហេតុការណ៍នេះគឺបានកើតឡើងម្ដងរួចមកហើយដែលពួកគេនឹងជុំគ្នាសប្បាយខ្លាំងមែនតើណាបន្តមកទៀតនៅពេលដែលអបអរសាទរទៅកាន់ទូអាចប្រុសរបស់យើងហើយកំឡុងពេលហ្នឹងម្នាក់គឺបានពោពាក្យស្រស់គ្នាតែម្ដងថាមើលអាណប់សុំអោបតិចមើលតិចទៀតបានលេងបូកគីឡូបូកធីមួយគ្នាទៀតហើយចាប់ពីពេលនេះតទៅពួកគេគឺបានប្រកូលតាគេមីឈីទៅឲ្យហ៊ីណាម្ដងក្រោយពីមិត្តភ័ក្តិរបស់ទូអាចប្រុសរបស់យើងអបអរសាទរដល់គូស្នេហ៍ទើបតែរៀបការថ្មីថ្មោងរួចតាគេមីឈីនិងហ៊ីណាគឺមានក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងកម្មវិធីរបស់ពួកគេណាហើយយើងឃើញពួកគេនឹងកំពុងតែអបគ្នាយ៉ាងមានក្តីសុខហើយតាគេមីឈីក៏បានបង្ហាញពីការដឹងគុណនិងនិយាយថ្លែងអំណរគុណដល់មិត្តភ័ក្តិទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីមង្គលការរបស់គាត់បន្ទាប់មកពួកគេក៏បានគប់ការជាចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគេឡើងលើអាកាសណាដើម្បីជាមិត្តរូបនៃភាពសំណាងល្អក្នុងកម្មវិធីប្រពៃមង្គលការរបស់ពួកគេទាំងពីរនាក់ឥឡូវដល់ទីបញ្ចប់ហើយរឿង Tokyo Revenger របស់យើងដោយបញ្ចប់បែប Happy Ending ហ្មងព្រោះតួអង្គនីមួយៗហ្នឹងគឺបានរុករកសុភមង្គលរបស់ពួកគេរៀងៗខ្លួនដោយមិនមាននរណាម្នាក់ហ្នឹងគឺពិបាកនៅក្នុង timeline មួយនេះទេចំពោះរឿង Tokyo Revenger Mega នេះគឺបានបង្ហាញដល់យើងនៅទីបំផុតជាមួយនឹងយើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះព្រោះចុងក្រោយនៃភាពបញ្ចប់នេះក៏បាននាំរឿងរ៉ាវជាច្រើនដើម្បីបំផុសគំនិតឲ្យយើងទាំងអស់គ្នាឲ្យចេះសម្រេចបាននៅអ្វីដែលយើងចង់បានអញ្ចឹងណាព្រោះវាមិនមែនគ្រាន់តែជាអំណាចមួយតែប៉ុណ្ណោះទេព្រោះការតាំងចិត្តដូចជា Takemichi ទូអាចប្រុសរបស់យើងអញ្ចឹងហើយគាត់ក៏មានភាពខ្លាំងរបស់គាត់និងជាគន្លឹះមួយយ៉ាងពិតប្រាកដដើម្បីឈានទៅរកភាពជោគជ័យអញ្ចឹងចាប់ពីថ្ងៃនេះតទៅយើងទាំងអស់គ្នាក៏បានលែងឃើញមុខ Takemichi ជួបទុកលំបាកទៀតហើយអញ្ចឹងយើង goodbye Takemichi ចាប់ពីថ្ងៃនេះតទៅណាព្រោះរឿងរបស់គេគឺបានចប់នៅក្នុងវគ្គនេះហើយគឺចប់ដោយបរិបូរណ៍ហ្មងហើយក៏អរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនារឿងរបស់ខ្ញុំនឹងតាំងពីដើមរហូតមកដល់ចប់អញ្ចឹងខ្ញុំមានអ្វីត្រឹមតែជាពាក្យថ្លែងអំណរគុណដល់ជាច្រើនចំពោះអ្នកទាំងអស់គ្នាទេដែលបានចូលរួមទស្សនារឿងនេះជាមួយនឹងខ្ញុំនឹងអស់រយៈពេលយូរមកហើយគឺអរគុណខ្លាំងមែនទែនដែលយើងនឹងបានបន្តជាមួយគ្នាមកដល់ពេលបច្ចុប្បន្ននេះអញ្ចឹងគឺមានតែការជូនពរដល់អ្នកទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារឥឡូវនេះខ្ញុំបាទអ្នកសម្រាប់ Mr. Nick សូមអរកាយគ្រប់លាបើសិនមានឱកាសម្ដងទៀតយើងនឹងជួបគ្នានៅពេលក្រោយអញ្ចឹងខ្ញុំជម្រាបលាអ្នកទាំងអស់គ្នាណាជម្រាបលាហើយបាយបាយ